បបាក់រួមមែនតើសល់លុយខ្លះនៅក្នុងខ្លួនក៏វាមិនធ្វើទុកអីដែរបើយើងមិនទាន់ធូរធារទេពេលខ្លះរៀនខាត់ចិត្តខ្លួនឯងខ្លះទៅមុននឹងចាយវាយលុយដែលយើងប្រឹងរកទាំងលំបាកនឹងចេញទៅក្រៅសាកគិតបន្តិចមើលថាយើងមិនទាន់សបោលុយខ្លាំងណាស់មែនទេមួយទៀតតើយើងទៅទិញរបស់នឹងវាចាំបាច់ខ្លាំងទេសម្រាប់យើងឬក៏យើងគ្រាន់តែទិញតាមអារម្មណ៍អារបស់ចាស់ដែលយើងនៅមាននឹងយើងប្រើបានទេហើយតើយើងអាចប្រើផ្សេងមធ្យោបាយផ្សេងណាដែលអាចលុយបបាក់រួមមែនតើសល់លុយខ្លះនៅក្នុងខ្លួនក៏វាមិនធ្វើទុកអីដែរបើយើងមិនទាន់ធូរធារទេពេលខ្លះរៀនខាត់ចិត្តខ្លួនឯងខ្លះទៅមុននឹងចាយវាយលុយដែលយើងប្រឹងរកទាំងលំបាកនឹងចេញទៅក្រៅសាកគិតបន្តិចមើលថាយើងមិនទាន់សបោលុយខ្លាំងណាស់មែនទេមួយទៀតតើយើងទៅទិញរបស់នឹងវាចាំបាច់ខ្លាំងទេសម្រាប់យើងឬក៏យើងគ្រាន់តែទិញតាមអារម្មណ៍អារបស់ចាស់ដែលយើងនៅមាននឹងយើងប្រើបានទេហើយតើយើងអាចប្រើផ្សេងមធ្យោបាយផ្សេងណាដែលអាច